សួស្តីក៏ដូចជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាវីដេអូដែលខ្ញុំបានចុះទៅលេងប្រទេសខ្មែរនៅខែ10ឆ្នាំ2025បាទឡងទៅនេះបាទគឺថាដំណើរដំបូងគឺបាទគឺយើងមកដល់ពលានអ៊ីនឆុននៃប្រទេសកូរ៉េខាងត្បូងបាទយើងក៏បានចូល check in ហើយបាទបន្ទាប់មកយើងក៏បានអង្គុយរងចាំបាទជើងហោះហើរបាទរងចាំរយៈពេលយូរម៉ោងបាទគឺថាពេលនោះគឺម៉ោងបាទ5បានយើងបានហោះហើរចេញពីប្រទេសកូរ៉េខាងត្បូងទៅបាទគឺអង្គុយចាំនៅកន្លែងរងចាំបាទយើងអាចមើលឃើញយន្តហោះមើលឃើញហោះហើរឡើងនៅទីនេះបានតែម្ដងបាទរងចាំអស់រយៈពេលជាច្រើនម៉ោងបាទគឺថាយើងបានហោះឡើងដូចជាម៉ោង5ជាងហ្នឹងបន្ទាប់មកគឺយើងបានបន្តដំណើរនៅលើយន្តហោះនឹងរយៈពេល5ម៉ោងបាទទម្រាំមកដល់ប្រទេសកម្ពុជាប្រហែលជាម៉ោង7:12យប់ម៉ោង12ហើយនៅលើយន្តហោះយើងក៏អាចញ៉ាំអាហារបាទកាអាហារសម្រន់មានបាយមាននំប៉័ងអីចឹងទៅមួយពេលហើយនៅលើយន្តហោះហ្នឹងយើងអាចសម្រាកបានគឺបិទភ្លើងបិទអីឲ្យយើងបាទសម្រាកតែអារម្មណ៍ដែរបាទរំភើបដែលយើងបានត្រឡប់ទៅលេងមាតុភូមិបាទគាត់ថាយើងគេអត់លក់ទេអារម្មណ៍ចង់ឲ្យទៅដល់ឆាប់តែម្ដងព្រោះមានអ្នករងចាំនៅខ្មែររយៈពេល5ម៉ោងត្រូវបានបញ្ចប់បាទយើងគួរមកដល់ប្រទេសកម្ពុជាបាទប្រកបដោយស្នាមញញឹមជាទីបំផុតបាទកូនប្រុសកូនស្រីខ្ញុំកំពុងរងចាំបាទជាមួយអ្នកម្ដាយជាមួយភរិយាបាទកូនស្រីខ្ញុំធ្វើមុខលេងឡងព្រោះអត់ស្គាល់ព្រោះបាយតាំងពីតូច